សួស្តីអ្នកទាំងអស់គ្នានេះគឺជា Amazon ទី3នៃសាច់រឿងរបស់យើង Admin សង្ឃឹមថាបងប្អូនទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like និង Subscribe នៅ Channel មួយនេះផងតោះយើងមេបាក់ទាំងអស់គ្នាកុំឲ្យយប់យន្តសបិនយូរតោះយើងចូលទៅទស្សនានៅសាច់រឿងមួយនេះទាំងអស់គ្នាដែលជា Amazon ទី3ដោយសាច់រឿងបន្តបានកាត់ចូលត្រង់កន្លែងធីណាបានប្រាប់ក្រុមរបស់ពួកគេថាគេដូចជាមានអារម្មណ៍ថាមានអ្នកណាដែលមកជិតទោះបីជាគ្មាននរណាម្នាក់នៅទីនេះក៏ដោយហើយរិចមានទំនុកចិត្តខ្លាំងពេករហូតដល់គាត់សន្មតថាវាប្រហែលជាបិសាចខៀវមួយក្បាលដែលឃើញពួកគេហើយក៏សម្រេចចិត្តរត់ចេញមុនពេលពួកគេវាប្រហារវាបានក្រៅពីនេះផាណាបានសួររិចថាតើហេតុអ្វីបានជាគាត់នាំពួកគេចូលនៅក្នុងឡានបិសាចខណៈដែលគោលដៅរបស់គេសម្រាប់ស្ដេចបិសាចហើយសំណាក់របស់ស្ដេចបិសាចមានទិសដៅផ្ទុយពីទីនេះហើយធីណាក៏ចង់ដឹងពីរឿងនេះដែរដូច្នេះរិចបញ្យល់ថាពួកគេមកទីនេះដោយសារតែមានកំណត់ទ្រព្យលាក់ទុកនៅក្នុងឡានបិសាចនេះដែលវាជាដាវបុរាណដែលមានតែ hero level 9ប៉ុណ្ណោះដែលអាចកាន់វាបានទាំងផាណានិងធីណាពួកគេភ្ញាក់ផ្អើលពីដឹងពីរឿងនេះហើយរិចបន្តបញ្យល់ថាពួកគេអាចទៅដកវាបានដោយដើរតាមនិមិត្តសញ្ញារាជវង្សដែលដាក់នៅតាមរូងជញ្ជាំងភ្នំនេះផាណានៅតែមានការងឿងឆ្ងល់ប្រសិនជាមានវត្ថុបុរាណបែបនោះនៅទីនេះរហូតមកដូច្នេះហើយហេតុអ្វីបានជាគ្រួសាររាជវង្សមិនឲ្យវាទៅនរណាម្នាក់ខ្ចីដើម្បីឲ្យពួកគេអាចទៅវិយុទ្ធជាមួយនឹងស្ដេចបិសាចរិចទទួលស្គាល់ថាទោះបីជាងារ hero នេះកម្រនឹងទទួលបានក៏ដោយវាមិនមែនមានតែមួយដែរដូច្នេះមាន hero ជាច្រើនទៀតដែលរាយប៉ាយពេញនគរប៉ុន្តែគ្រួសាររាជវង្សមិនដែលប្រគល់ដោឲ្យពួកគេនរណាម្នាក់ឡើយដោយសារតែពួកគេខ្លាចការអនុញ្ញាតឲ្យអ្នកផ្សេងកាន់កាប់ធម្មពលបែបនោះពួកគេសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងមាននរណាម្នាក់នៅក្នុងគ្រួសាររាជវង្សនឹងទទួលបានងារជា hero ដើម្បីកុំឲ្យបោះបង់នៅការគ្រប់គ្រងប៉ុន្តែរឿងនោះមិនបានកើតឡើងនោះទេហើយដោយសារតែរិចជា hero ដែលធ្វើដំណើរជាមួយព្រះនាងទី3ពួកគេសម្រេចចិត្តថាគាត់ស័ក្តិសមហើយបានប្រាប់គាត់ពីកន្លែងយកដាវរិចគិតថាគាត់នឹងអាចសម្លាប់ស្ដេចបិសាចបានប្រសិនបើគាត់ប្រយុទ្ធដោយប្រើដាវនោះដូច្នេះគាត់បានប្រាប់មនុស្សគ្រប់គ្នាឲ្យប្រញាប់ឡើងដើម្បីឲ្យពួកគេអាចចាប់ផ្ដើមបេសកកម្មរបស់ពួកគេទន្ទឹមនឹងនេះនៅកន្លែងមួយផ្សេងទៀតនៅក្នុងរូងភ្នំក្មេងតូចនោះនៅតែរវល់ស្វែងរកដាវបុរាណហើយតាមរយៈស្នែងដែលលេចចេញពីក្បាលរបស់នាងវាច្បាស់ណាស់ថានាងជាបិសាចងាកទៅគូជីវិញគាត់ទើបតែសម្រាប់សត្វចល័យទី28របស់គាត់ហើយគាត់ពិតជាពេញចិត្តនឹងខ្លួនគាត់យ៉ាងខ្លាំងព្រោះគាត់រកបាន950កាក់រួចមកហើយគាត់ស្ទើរតែគ្រប់នៅចំនួនកំណត់របស់គាត់ទៅហើយដូច្នេះគាត់នឹងអាចត្រឡប់ទៅផ្ទះរបស់គាត់វិញនៅពេលឆាប់ៗនេះទោះជាយ៉ាងណាក៏ដោយគាត់គិតថាវាចម្លែកបន្តិចដែលមានបិសាចខៀវជាច្រើនតំបន់នេះនាពេលថ្មីៗនេះនៅពេលនោះក្មេងស្រីពីមុននោះហើយបានរត់កាត់គូជីហើយគាត់បានព្យាយាមព្រមាននាងថាវាមិនមានសុវត្ថិភាពទេក្នុងការដើរតាមផ្លូវនោះព្រោះមានសត្វចម្លែកនៅទីនោះប៉ុន្តែគាត់បានភ្ញាក់ផ្អើលខណៈក្មេងស្រីនោះបានរត់កាត់សត្វចម្លែកដោយគ្មានបញ្ហាហើយនៅពេលដែលគាត់ឃើញដូច្នោះគាត់ក៏បានដឹងហើយថាក្មេងស្រីម្នាក់នោះគឺជាអ្វីត្រឡប់ទៅក្រុម hero វិញពួកគេប្រយុទ្ធយ៉ាងមិនឈប់ឈរដើម្បីធ្វើដំណើរទៅរកបន្ទប់ដែលបានដាក់ដាវប៉ុន្តែនៅពេលដែលពួកគេទៅដល់ទីនោះពួកគេបានឃើញក្មេងស្រីម្នាក់នោះឈរនៅមុខថ្មជាមួយនឹងដាវបានបាត់ពួកគេចាប់ផ្ដើមប្រុងប្រយ័ត្នភ្លាមព្រោះមិនគួរមាននរណាម្នាក់ដឹងពីកន្លែងនេះទេហើយពួកគេអាចដឹងថាមានម៉ាណាជាច្រើនអាចភ័យចេញពីក្មេងស្រីម្នាក់នោះដូច្នេះពួកគេក៏អាចចាប់ផ្ដើមសង្ស័យថានាងជាបិសាចពួកគេទាមទារចង់ដឹងថាតើនាងបានធ្វើអ្វីខ្លះចំពោះដាវហើយក្មេងស្រីនោះរៀងភ័យបន្តិចដោយព្យាយាមបញ្យល់ថានាងមិនបានយកដាវនោះទេហើយវាបានបាត់ទៅហើយនាពេលនាងមកដល់ទីនេះហាណាទទួលស្គាល់ថាហាក់ដូចជានាងមិនមានកន្លែងសម្រាប់លាក់ដាវនោះទេដែលក្រៅពីនេះក៏ពិតដែរថានាងមានស្នែងដែលបញ្ជាក់ថានាងជាបិសាចហើយបិសាចគឺជាសត្រូវស្លាប់រស់របស់មនុស្សដូច្នេះទោះបីជានាងនៅក្មេងក៏ដោយក៏ពួកគេត្រូវតែកម្ចាត់នាងចោលពួកគេទាំងអស់ចាប់ផ្ដើមបញ្ចេញវីតាមីនវេទបហាទៅលើនាងប៉ុន្តែមុនពេលវីតាមីនទៅដល់ក្មេងស្រីនោះគូឈីបានរត់មកពីមុខនាងហើយរារាំងនៅការវាយប្រហារនោះអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលដែលមាននរណាម្នាក់អាចបញ្ឈប់ការវាយប្រហាររបស់ពួកគេបានយ៉ាងងាយហើយដំបូងពួកគេព្រួយបារម្ភថាគូជីគឺជាបិសាចផងដែរព្រោះគាត់កំពុងការពារក្មេងស្រីនោះប៉ុន្តែគូជីព្យាយាមបញ្ចុះបញ្ចូលពួកគេថាស្នែងនៅលើក្បាលក្មេងស្រីនោះគ្រាន់តែជាការតុបតែងប៉ុណ្ណោះព្រោះគាត់មានអារម្មណ៍អាណិតនាងហើយមិនចង់ឲ្យនាងត្រូវបានគេសម្លាប់ប៉ុន្តែទោះបីជាក្រុម hero បានជឿជាក់ថានាងគឺជាមនុស្សក៏ដោយប៉ុន្តែពួកគេនៅតែសង្ស័យពីរឿងនាងនៅក្នុងបន្ទប់ដាក់ដាវបុរាណប៉ុន្តែដាវនោះបានបាត់ទៅហើយពេលពួកគេនិយាយអំពីដាវបុរាណគូជីបាននឹកឃើញថាគាត់បានមកក្នុងរូងភ្នំបុរាណកាលពីប៉ុន្មានខែមុនហើយគាត់បានឃើញដាវដុតជាប់នៅក្នុងថ្មហើយដោយសារតែវាមិនដូចជារបស់នរណាម្នាក់គាត់ក៏សម្រេចចិត្តយកទៅលក់នៅហាងបញ្ចាំដើម្បីបានប្រាក់បន្ថែមគិតសំទោសអំពីរឿងនោះព្រោះពេលនោះគាត់មិនដឹងថាដាវនោះសំខាន់យ៉ាងនោះទេប៉ុន្តែរិចនិងអ្នកផ្សេងទៀតពួកគេមិនចង់ជឿទៅលើរឿងនោះទេព្រោះដាវនោះពោពេញទៅដោយវីតាមីនដែលធ្វើឲ្យអ្នកដែលមិនមែនជា hero មិនអាចលើកវារួចនោះទេគូឈីទទួលស្គាល់ថាវាពិតជាធ្ងន់ណាស់នៅពេលដែលគាត់ព្យាយាមលើកវាដំបូងប៉ុន្តែគាត់អាចប្រើកម្លាំងដ៏ខ្លាំងនៅទីបញ្ចប់ក្រុម hero ពិបាកជឿលើគូជីណាស់ព្រោះរឿងគូជីនេះពិតជាគួរឲ្យអស់សំណើចដូច្នេះដើម្បីបញ្ជាក់ប្រាប់ពួកគេគូជីបានលើកថ្មដែលទ្រដាវបានយ៉ាងងាយដែលជាស្នាដៃមួយដែលមិនគួរឲ្យជឿជាងការដកដាវដោយប្រើកម្លាំងខ្លាំងទៅទៀតដោយភ្ញាក់ផ្អើលគ្រប់គ្នាបានសួរគូជីថាតើ level របស់គាត់ប៉ុន្មានហើយគូជីបានប្រាប់ពួកគេថាគាត់មាន level 999ដែលធ្វើឲ្យក្រុម hero ភ្ញាក់ផ្អើលយ៉ាងខ្លាំង
ពួកគេពិបាកជឿណាស់បើសិនជាពួកគេមិនបានមើលក្រុង state របស់គាត់នៅពេលនេះប៉ុន្តែការពិតនៅតែមានដែលថាគាត់បានលួចនិងធ្វើឲ្យបាត់បង់កំណប់ទ្រព្យដែលពួកគេនឹងប្រើសម្រាប់កម្ចាត់ស្ដេចបិសាចដូច្នេះគូរូបានប្រាប់ឲ្យ Kushi ចូលរួមក្រុមជាមួយពួកគេហើយប្រើកម្លាំងដ៏ខ្លាំងរបស់គាត់ដើម្បីជួយពួកគេដើម្បីសម្លាប់ស្ដេចបិសាចជាយ៉ាងណាក៏ដោយនាងមានការភ្ញាក់ផ្អើលនៅពេលដែលឮ Kushi បដិសេធភ្លាមៗគាត់មិនចង់ពាក់ព័ន្ធទេហើយស្ដេចបិសាចមិនដែលធ្វើអ្វីដាក់គាត់ឡើយជាការពិតណាស់គាត់មិនបាននិយាយថាក្រុមហេរ៉ូខុសនោះទេដែលចង់កម្ចាត់ស្ដេចបិសាចប៉ុន្តែគាត់គ្រាន់តែមិនចង់ពាក់ព័ន្ធបន្ទាប់មកគាត់បាននាំក្មេងស្រីចាក់ចេញពីលាងបិសាចហើយនៅពេលដែលពួកគេទៅដល់ច្រកចេញបានលេងដៃនាងហើយរៀបត្រឡប់ទៅផ្ទះវិញប៉ុន្តែភ្លាមៗនោះក្មេងស្រីនោះបានស្រែកហៅ Kushi ដើម្បីសុំរៀបការដែលជារឿងដែលគាត់មិនរំពឹងថាគាត់បានឮពីនាងហើយសាច់រឿងរបស់យើងនៅភាគទី3នេះក៏បានដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានព្យាយាមទស្សនាវីដេអូនេះតាំងពីភាគ1រហូតដល់ភាគ3នេះហើយយើងនឹងរងចាំនៅភាគបន្តនៅដែលជាភាគទី4ខ្ញុំថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe នៅ channel របស់ខ្ញុំអ្នកមួយផងសូមអរគុណជម្រាបលា